យឧត្តមវង្សសីវិសុទ្ធដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី1ឆ្នាំ2025និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំនារសៀលថ្ងៃអាទិត្យទី27ខែមេសាឆ្នាំ2025អាយដាមវង្សសីវិសុទ្ធសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី1ឆ្នាំ2025និងលើកទិសដៅការងារបន្តរបស់ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីអាយដាមថោងខុនអាយដាមថោជេថាអាយដាមនាងផាតអាយដាមសុយារាលោកជំទាវកុយពិសីលោកជំទាវខួនខុនឌីអាយដាមសុំសានីសិតលោកជំទាវសាយសំអាតអាយដាមនួនផារ៉ាត់អាយដាមលោកជំទាវអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តប្រធាននិងអនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានក្រុងស្រុកប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំសង្កាត់ព្រមទាំងគណៈកម្មាធិការគណៈបកខេត្តស្រុកក្រុងអាយដាមវង្សសីវិសុទ្ធបានថ្លែងអំណរគុណនិងវិតម្លៃខ្ពស់ចំពោះអាយដាមនួនផារ៉ាត់ប្រធានគណៈកម្មាធិការគណៈបកខេត្តក៏ដូចជាក្រុមការងារគណៈបកចុះមូលដ្ឋានគ្រប់លំដាប់និងកងកម្លាំងទាំងអស់ដែលបានរៀបចំនិងចូលរួមគាំទ្រព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំនាពេលថ្មីៗកន្លងមកនេះយ៉ាងអធិកអធមដោយរក្សាបាននូវសន្តិសុខនិងសណ្ដាប់ធ្នាប់ល្អដើម្បីផ្ដល់នូវភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំដោយរួមទាំងអ្នកដំណើរឆ្លងកាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហើយព្រឹត្តិការណ៍នេះក៏បានជួយលើកមុខមាត់ខេត្តកំពង់ធំឲ្យកាន់តែបានខ្ពង់ខ្ពស់ឡើងជាលំដាប់ផងដែរអាយដាមវង្សសីវិសុទ្ធក៏បានថ្លែងនៅការកោតសរសើរចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានចុះជាប់ជាមួយប្រជាជននិងបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយសហធម្មពលនិងប្រតិក្រឡាគ្នានៅក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជននៅមូលដ្ឋានក៏ដូចជាសំណូមពរនិងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានទន្ទឹមនឹងនេះក្រុមការងារតាមវិស័យនានាក៏សម្រេចបាននូវសមិទ្ធផលការងារជាច្រើនផងដែរហើយជាក់ស្ដែងដូចជាការរៀបចំនូវផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយរួមទាំងគម្រោងវិនិយោគសាធារណៈនិងការងារជួសជុលថែទាំផ្លូវថ្នល់និងប្រព័ន្ធធារាសាស្ត្រការរៀបចំផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំនិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងការស្វែងរកទីផ្សារផលិតផលការដាក់ឲ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជននិងការផ្ដល់មេធាវីការពារក្តីជូនប្រជាជនព្រមទាំងការជួសជុលនិងស្ថាបនាផ្លូវបានជាច្រើនខ្សែតាមសំណូមពររបស់ប្រជាជនដោយក្រុមការងារចល័តអន្តរាគមន៍ពិសេសរបស់ក្រុមការងារអាយដាមបានបន្តថាកិច្ចខិតខំប្រឹងប្រែងជាអង្គតែមួយនិងមានសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងរឹងមាំរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ក៏ដូចជាសមិទ្ធផលការងារជាច្រើនដែលសម្រេចបានគឺជាចលករថ្មីមួយប្រកបដោយក្តីសង្ឃឹមជឿជាក់នៅក្នុងការសម្រេចបាននូវចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំឲ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណៈបកប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្ដើមបានជ័យជំនះនៅក្នុងការបោះឆ្នោតឆ្នាំ2025និងឆ្នាំ2028ខាងមុខបន្ទាប់ពីអង្គប្រជុំបានស្ដាប់របាយការណ៍របស់អាយដាមនួនផារ៉ាត់ប្រធានគណៈកម្មាធិការគណៈបកខេត្តកំពង់ធំនិងក្រោយពីការចូលរួមមតិយោបល់យ៉ាងផុសផុលរួចមកអាយដាមវង្សសីវិសុទ្ធបានផ្ដល់នូវការណែនាំដល់ក្រុមការងារនិងមន្ត្រីគណៈបកគ្រប់លំដាប់ថ្នាក់បន្តរួមកម្លាំងគ្នាជាកម្លាំងសរុបប្រកបដោយធម្មវន្តដើម្បីបន្តអនុវត្តនៅការដ្ឋានជាយុទ្ធសាស្ត្រទាំង3របស់ក្រុមការងារគឺទី1ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃប្រាក់ចំណូលការងារការប្រកបអាជីវកម្មនិងមុខរបរផ្សេងៗដោយរួមទាំងការធ្វើកសិកម្មនិងវិស័យផ្សេងទៀតក្រៅពីកសិកម្មការបង្កើនគុណភាពនិងប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទដូចជាសេវាសន្តិសុខសណ្ដាប់ធ្នាប់សេវាយុត្តិធម៌សេវាអប់រំសេវាសុខាភិបាលរដ្ឋបាលនិងសេវាពាក់ព័ន្ធអាជីវកម្មធុរកិច្ចនិងប្រព័ន្ធសង្គមព្រមទាំងបន្តដោះស្រាយបញ្ហាសមធម៌និងយុត្តិធម៌សង្គមទី2ការកសាងនិងពង្រឹងគណៈបកតាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់ការធ្វើជាគំរូល្អនិងការរៀបចំប្រព័ន្ធការងារនិងរបៀបរបបការងារទន្ទឹមនឹងការជំរុញការកសាងសមាជិកគណៈបកបន្ថែមទាំងបរិមាណនិងគុណភាពដោយផ្ដោតជាពិសេសលើយុវជននិងទី3ការទប់ស្កាត់រាល់ឧបាយកលទុច្ចរិតដើម្បីរក្សាសន្តិភាពនិងភាពសុខសាន្តជូនប្រជាជនទន្ទឹមនឹងការធ្វើការងារសាធារណមតិនិងប្រតិកម្មរហ័សចំពោះការញុះញង់និងការមួលបង្កាច់នានា
ទន្ទឹមនេះឯកឧត្តមវង្សសេវិសិទ្ធក៏បានផ្ដល់នូវការណែនាំដល់ក្រុមការងារត្រូវផ្ដោតការយកចិត្តទុកដាក់អនុវត្តលើកិច្ចការអាទិភាពមួយចំនួនដូចជាការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពការបន្តការងារចុះបញ្ជីបង្ហើយដើម្បីចេញបានកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានចប់សពគ្រប់នៅឆ្នាំ2025ការងារចុះឈ្មោះបោះឆ្នោតនិងពិនិត្យបញ្ជីបោះឆ្នោតដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី1ខែឧសភាដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025ការពង្រឹងអង្គការចាត់តាំងគណៈបកគ្រប់កម្រិតនៅមូលដ្ឋានការពង្រឹងនិងការកសាងពង្រីកសមាជិកបកការរៀបចំនិងពង្រឹងអង្គការចាត់តាំងយុវជនគណៈបកឲ្យក្លាយទៅជាកម្លាំងស្រួចនិងឈានមុខការពង្រឹងរបៀបរបបការងារជាពិសេសរបបប្រជុំនិងរបបរាយការណ៍ការគៀកោនិងការពង្រឹងការងារគ្រប់គ្រងនិងការចាត់ចែងធនធានហិរញ្ញវត្ថុការពន្លឿនការសាងសង់និងជួសជុលទីស្នាក់ការគណៈបកនៅមូលដ្ឋាននិងការងារឃោសនាអប់រំព្រមទាំងការរៀបរយបងប្អូនដែលទើបបានចូលរួមជីវភាពជាមួយគណៈបកប្រជាជនកម្ពុជាឲ្យបានល្អប្រសើរនៅក្នុងឱកាសនេះផងដែរឯកឧត្តមវង្សសេវិសុទ្ធក៏បានប្រកាសផ្ដល់នូវការឧបត្ថម្ភថវិកាបដិភាគសម្រាប់គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំចំនួន$20,000អាមេរិកសម្រាប់រយៈពេល4ឆ្នាំនិងបន្តផ្ដល់ការឧបត្ថម្ភប្រេងចំនួន10,000លីត្របន្ថែមទៀតដើម្បីបន្តគាំទ្រដល់ប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំព្រមទាំងឧបត្ថម្ភថវិកាសម្រាប់ការកាត់អាវយុវជនគណបកចំនួន5,000អាវផងដែរ